bà chỉ biết xua bong phôn bàថ្ងៃនេះថ្ងៃទី28 ខែមេសាឆ្នាំ2026ម្សិលមិញមានភ្លៀងហើយនឹងខ្យល់កន្ត្រាក់ខ្លាំងនៅល្ងាចម៉ោង4ជាងបាទបានធ្វើឲ្យផ្ទះមួយខ្នងនៅភូមិសួរអីឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងនេះលបើកដំបូលផ្ទះនេះលបើកដំបូលផ្ទះហោះចេញពីផ្ទះមកចង្ងាយប្រហែលជា30ម៉ែត្រ40ម៉ែត្រនេះផ្ទះគាត់បាទខាងក្រោមអត់អីគឺលបើកទាំងអស់ហ្មងសដកមកទាំងអស់តែម្ដងបាទអត់មានសល់អីដបូលគឺមកទាំងអស់បណ្ដោយកដាលនៅកដាលវាលបណ្ដោយផ្ទះគាត់បាទអូយហើយឮថានៅក្នុងភូមិដូនទាវនៅសួរអីក៏ខូចខាតអស់ច្រើនដែរផ្ទះលបើកដបូលលបើកអីលលំផ្ទះលំអីបាទហើយតែនេះក៏ខ្ញុំប្រហែលផ្ទះនេះខ្ញុំអត់បានទៅផ្ទាល់ទេបាទនេះខ្ញុំឃើញផ្ទាល់ដោយសារនៅចិត្តផ្លូវបាទឥឡូវមើលទស្សនវិជ្ជាលើផ្ទះបាទគឺសើមគ្មានសល់អីទេបើអស់អាលីងហើយបាទហើយសំណាងថងថាគប់ភ្លើងអត់អីបាទនេះគប់ភ្លើងនៅកដាលវាលនៅកដាលភ្លៀងអត់អីមើលអស់លីងដបូលមើលមានសល់លេងលហលហេវមកបាទអស់អាលីងឯនោះមើលបាទមានសល់អីនេះអស់អាលីងហ្មងបាទសើមគ្មានសល់អីហើយផ្ទះគាត់2ជាន់ខាងក្រោមហើយក្តារក្រៅពីក្រោមផងអញ្ចឹងមានសល់អីខាងក្រោមក៏សើមណាបាទសើមទាំងអស់មានសល់អីទេបាទនេះជាអពុទ្ធហេតុមួយបាទគ្រោះធម្មជាតិបាទសំទោសគ្រោះធម្មជាតិមួយបាទកើតឡើងកាលពីល្ងាចម្សិលមិញបាទអរគុណច្រើនបងប្អូន